นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมาโทรัตนตยัสสะសូមក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតន៍ជារតនៈឧត្តមប្រសាក្នុងលោកដោយសេចក្តីគោរពសពកាលសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងអស់ទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីគោរពនិងដោយសេចក្តីកោតក្រែងសូមចម្រើនពរពុទ្ធបរិស័ទមហាបរិស័ទទាំងអស់ដោយសេចក្តីស្រឡាញ់រាប់អានដោយជ្រាលជ្រៅបំផុតក្នុងព្រះធម៌ថ្ងៃនេះជាថ្ងៃសៅរ៍4រោចខែចេឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី14ខែមិថុនាគ្រិស្តសករាជឆ្នាំ2025ជាថ្ងៃមួយដ៏ពិសេសដែលខ្ញុំកណ្ដាលអាត្មាភាពទាំង3អង្គអ្នកពិតជាមានកិត្តិយសយ៉ាងក្រៃលែងវិលមកជួបប្រគុណម្ចាស់ពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតតាមរយៈរលកធាតុអាកាសផ្សាយតាមបណ្ដាញសង្គមចេញពីកុនលេខ4វត្តកោះមេតាពោធិវង្សរាជធានីភ្នំពេញដើម្បីបានឱកាសផ្សព្វផ្សាយនៅពុទ្ធសាសនាក៏ដូចជាផ្សព្វផ្សាយនៅពុទ្ធសាសនាកម្ពុជាដែលកំពុងធ្វើការកសាងយ៉ាងសកម្មនៅដែនដីពុទ្ធភូមិជាស្រុកភូមិរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើងហើយថ្ងៃនេះនឹងបន្តពីប្រធានបទតទៅទៀតស្ដីអំពីការស្វែងរកនៅទីពឹងប្រៀបធៀបទីផ្សាររបស់ពុទ្ធនិងទីផ្សាររបស់សង្គមជាពិសេសពុទ្ធប្រវត្តិបញ្ជាក់ពីពុទ្ធប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធប្រកេនដល់ប្រគុណម្ចាស់ញាតិញោមពុកម៉ែបងប្អូនទាំងអស់ឲ្យស្គាល់ព្រះអង្គកាន់តែច្បាស់ពីព្រោះថាទាំងខ្ញុំកណ្ដាលអាត្មាភាពក្តីក៏ដូចជាញាតិញោមក្តីយើងបានយកពុទ្ធពធប្រសង្ឃជាទីពឹងដូច្នេះហើយត្រូវតែស្គាល់អំពីរឿងរ៉ាវរបស់ព្រះអង្គមានពេលខ្លះញាតិញោមបើយើងមានការប្រមាថគុំថាឡើយអ្នកប៊ូសគុំថាឡើយពុទ្ធបរិស័ទនៅជាក្រហោះនឹងមានពេលខ្លះអាត្មាភាពធ្លាប់បានសាកសួរដល់ពុទ្ធបរិស័ទមួយចំនួនដែលចេះអភិធម្មដែលចេះព្រះវិន័យណាចេះច្រើនណាស់ដល់ពេលសួរពីរឿងពុទ្ធប្រវត្តិអត់ដឹងដែរអញ្ចឹងញាតិញោមចឹងញាតិញោមទាំងអស់នឹងគឺថាត្រូវតែស្គាល់អំពីព្រះអង្គព្រោះថាយើងណាតែងតែយកព្រះអង្គជាទីពឹងទីរលឹកគ្រប់ម៉ោងស្ទើរតែ24ម៉ោងឲ្យតែភ្ញាក់ឡើងគឺពុទ្ធជាទីពឹងហើយណាទៅនាំមកនៅសេចក្តីសុខនាំគ្នាថ្វាយបង្គំនាំគ្នាធ្វើបរិកម្មអីផ្សេងទាំងអស់ហ្នឹងចឹងហើយបានញាតិញោមដែលបានស្គាល់ហើយបានស្ដាប់ភាសាទៀតពីព្រោះថាទេពកោសលនៃអ្នកសម្ដែងខុសពីគ្នាចឹងមានពេលខ្លះញាតិញោមមានការពេញចិត្តចំពោះអ្នកនេះជួនកាលញាតិញោមពេញចិត្តចំពោះអ្នកនោះជួនកាលញាតិញោមស្ដាប់ឯនោះមិនយល់អាចមកស្ដាប់ឯនេះយល់នឹងក៏មានដែរអញ្ចឹងណាអញ្ចឹងប៉ុន្តែគោលដៅដ៏សំខាន់បំផុតយើងត្រូវស្គាល់ពីព្រះសម្មាសម្ពុទ្ធកាលពីថ្ងៃម្សិលមិញអាត្មាភាពបានលើកថាអំពីឧបនិស្ស័យនៃការកសាងក៏ដូចជាញាតិញោមទាំងអស់ចង់ឲ្យតន់សាសនាព្រះសម្មាសម្ពុទ្ធព្រះនិមរិយមេត្រីព្រោះដែលនឹងត្រាស់ដឹងនៅខាងចុងនៃផតកັບនេះដែលជាសាសនាមួយដ៏ពិសេសបំផុតញ៉ាំងមនុស្សរាប់មិនអស់មកភាពមើលទៅញាតិញោមដូចជាសាសនាព្រះអង្គមួយអង្គបើគិតទៅញាតិញោមព្រះសម្មាសម្ពុទ្ធដូចជាអំបិលនៃខ្សាច់ប៉ុន្តែយើងមើលមិនចំក៏មិនដឹងប៉ុន្តែនៅក្នុងសាសនាព្រះសម្មាសម្ពុទ្ធព្រះនាមបមុត្តរៈនិយាយពីញ៉ាំងមនុស្សនិងទេវតានឹងឲ្យបានសម្រេចតាមសេចក្តីប្រាថ្នាស្ទើរតែដូចជាអំបិលនៃខ្សាច់មិនអាចនឹងគណនាបានបងណាសូម្បីអរិយសាវកណាអាស័យតិទាំង80អង្គនៅក្នុងសាសនាយើងនេះរាប់តាំងពុទ្ធមេដាពុទ្ធបិតាអីផ្សេងផងជាច្រើនហ្នឹងគឺថាសុទ្ធតែនៅក្នុងសាសនាព្រះសម្មាសម្ពុទ្ធព្រះនាមហៅថាបមុត្តរៈទាំងអស់ហើយយ៉ាងណាមិញនៅក្នុងសាសនារបស់អរិយមេត្រីនេះដែលព្រះអង្គកសាងជាសទ្ធាធិករហូតអស់ជាវិរិយធិករហូតទៅដល់80អសង្ខ័យនិង100,000កាប់ចឹងបានដើរបបួលពួកក្រុមរួមសម័យក្រុមរួមការងារអីផ្សេងជាច្រើនចំនួនអញ្ចឹងដល់ពេលព្រះអង្គត្រាស់ដឹងឡើងគឺជាសាសនាដែលពោពេញទៅដោយសេចក្តីសុខគឺជាសាសនាដែលមានមនុស្សច្រើនណាស់ហើយពុំមិនចាំបាច់ធ្វើអ្វីដោយលំបាកដូចជាយើងនឹងទេបងដូចជាក្នុងពុទ្ធបាទយើងនឹងទេហើយនៅក្នុងពុទ្ធបាទយើងនឹងដោយសារព្រះសម្មាសម្ពុទ្ធកាលព្រះអង្គនៅជាព្រះបរមពោធិសត្វមានការតេះដៀលចំពោះព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមកាសបៈក៏ដូចជានៅក្នុង
សាសនាយើងនេះពុទ្ធបទយើងនេះក៏នៅក្នុងមនុស្សអាយុតិចណាក្រោម100ឆ្នាំស្លាប់ដូច្នេះហើយគឺមនុស្សដែលជួបប្រទះណាដោយពាក្យមួយថាមានរូបមានទុក្ខណាអនិច្ចំទុក្ខំអនត្តាកើតចាស់ឈឺស្លាប់ជាធម្មតាអញ្ចឹងប៉ុន្តែដោយផ្ទុយនៅក្នុងសាសនាព្រះរាជមេត្រីគាត់ថាកើតចាស់តែប៉ុណ្ណោះណាអត់មានកើតចាស់ឈឺស្លាប់ទេអញ្ចឹងហើយអ្វីទាំងអស់រស់នៅដូចជាទេវតាសំបីទេវបុត្រសំបីណាទេវធីតាមនុស្សប្រុសមនុស្សស្រីនឹងដូចជាទេវបុត្រដូចជាទេវធីតាការរស់នៅយ៉ាងសុខសាន្តជាទីបំផុតចឹងហើយបានជាមនុស្សម្នាទាំងឡាយតែងប្រាថ្នាឲ្យទាន់សាសនារបស់ព្រះអង្គចឹងហើយរឿងនេះអាត្មាភាពមិនទាន់បាននិយាយអីដូចថាឲ្យរឿងក្បោះក្បាយធ្លាប់បាននិយាយពីខាងដើមប៉ុន្តែគាត់ថាមិនទាន់ក្បោះក្បាយពីការកសាងបានជាសាសនារបស់ព្រះអង្គនាំមកនូវសេចក្តីសុខនោះទេចឹងញាតិញោមនឹងបន្តទៅថ្ងៃក្រោយទៀតព្រោះដោយសារពេលនេះគឺដោយសារតែយើងភ្ជាប់ផ្ដោតអារម្មណ៍ទៅការកសាងវត្តទី10ព្រោះដែលយើងកំពុងកសាងនេះយ៉ាងថ្ងៃនេះថ្ងៃទី14ហើយក៏ទៅថ្ងៃ24បានបញ្ជូនក្រុមការងារទៅអញ្ចឹងថ្ងៃទី14អញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់វាទៅជា14ថ្ងៃហើយអញ្ចឹងបានចាប់ផ្ដើមរាប់14ថ្ងៃអញ្ចឹងហើយក្នុងឱកាសនេះណាសូមចម្រើនពរញាតិញោមថាវត្តទាំង10ត្រូវការចំណាយយ៉ាងច្រើនដូចជាការឧបត្ថម្ភប្រសង់ចង្ហាន់ប្រសង់ការគ្រប់គ្រងជីវភាពនិងការបង់ទឹកការបង់ភ្លើងចំណាយលើពួកកម្មករមួយវត្តហ្នឹងទៅ6-7នាក់មួយខែអស់រាប់ម៉ឺនដុល្លារនឹងអត់ធ្វើអីទេណាគាត់តែឆាន់ហើយនឹងបងទឹកបងភ្លើងនឹងថ្លៃកម្មករហើយចុះដល់កសាងទៀតច្រើនណាស់ប៉ុន្តែក្នុងទាំងអស់នោះយើងនឹងត្រូវកសាងជាបន្តបន្ទាប់ប៉ុន្តែពុទ្ធបរិស័ទទាំងអស់សំណូមពរឲ្យកសាងព្រះចលាមនីចេតិយឲ្យបានដល់ទីបញ្ចប់ព្រោះគាត់មានសេចក្តីសង្ឃឹមញញឹមថាប្រសិនបើការកសាងព្រះចលាមនីចេតិយ1ឆ្នាំ2ឆ្នាំទៀតហើយណាសមនឹងវ័យរបស់គាត់ក្រែងគាត់មានឱកាសបានទៅឆ្លងបច្ចិតដីណាបន្តពីឆ្លងបច្ចិតដីហើយនឹងបានឱកាសទៅថ្វាយបង្គំចំពោះទីសង្វេជនីយដ្ឋានណាតាមដែលអាចធ្វើទៅបានអញ្ចឹងព្រះចលាមនីចេតិយនេះមានកម្ពស់35ម៉ែត្រក្នុងតម្លៃពី7ទៅ80ម៉ឺនដុល្លារឥឡូវអាចលើសពីនឹងទៀតញាតិញោមណាអញ្ចឹងហើយញាតិញោមមើលទៅឃើញតូចញាតិញោមប៉ុន្តែកម្ពស់35ម៉ែត្រក្រោមទំហំខាងក្រោមនោះ40ម៉ែត្រចឹងបានទៅបានដល់75ទៅ80%ហើយនៅខ្វះទៅ25ទៅ30ម៉ឺនទៀតតែប៉ុណ្ណោះនឹងបានដល់ទីបញ្ចប់ចឹងសូមចម្រើនពរពុទ្ធបរិស័ទអ្នកមានសទ្ធាទាំងក្នុងនិងក្រៅប្រទេសបានឃើញហើយសូមអញ្ជើញកសាងនូវសារណវត្ថុនេះឧទ្ទិសចំពោះព្រះដ៏មានពភាណាទុកជាកេរមរតកដ៏សំខាន់ដល់ពុទ្ធមេមិកជនក្នុងសកលលោកទាំងអស់ដែលតែងតែប្រាថ្នាទៅថ្វាយបង្គំចំពោះទីសង្វេជនីយដ្ឋានព្រះអង្គប្រសូតហើយចូលទៅថ្វាយបង្គំព្រះចេតិយរបស់យើងតាំងនៅអស់100ពាន់ឆ្នាំចឹងពុទ្ធបរិស័ទទាំងអស់សូមមេត្តាជួយកសាងហើយបន្តមកទៀតនៅក្នុងព្រះចលាមនីចេតិយដ៏ធំនេះក៏នឹងត្រៀមដាក់ព្រះសវណ្ណកោដ្ឋធ្វើអំពីមាសសុទ្ធចំនួន130តម្លឹងហើយញាតិញោមចូលបានប្រមាណជា100តម្លឹងជាងហើយនៅសល់ជាង20តម្លឹងទៀតតែប៉ុណ្ណោះអញ្ចឹងញាតិញោមអាចចូលរួមតាមលទ្ធភាព1ហ៊ុន5ហ៊ុន1ជី5ជី1តម្លឹង5តម្លឹងឬក៏ប៉ុន្មានក៏បានហើយទី2ញាតិញោមពុទ្ធបរិស័ទសំណូមពរឲ្យជាវដីប្រឡោះកដាលពុទ្ធគយាអញ្ចឹងណាពុទ្ធញាតិញោមដែលទៅគឺមានការចាប់អារម្មណ៍ធំបំផុតទី1កន្លែងប្រសូតទី2កន្លែងត្រាស់ដឹងត្បិតថាកន្លែងធម្មចក្រក៏សំខាន់កន្លែងបរិនិព្វានក៏សំខាន់ក៏ប៉ុន្តែណាភាគច្រើនដល់ទៅ80%ពុទ្ធបរិស័ទទាំងអស់គឺស្គាល់អំពីប្រសូតច្បាស់ស្គាល់អំពីកន្លែងត្រាស់ដឹងច្បាស់អញ្ចឹងកន្លែងត្រាស់ដឹងនេះនៅសល់ទឹកដីប្រឡោះកដាលដូចបង្ហាញតាមសកម្មភាពរូបភាពនេះអញ្ចឹងញាតិញោមនៅខាងឆ្វេងខាងស្ដាំសុទ្ធតែជាវត្តយើងនៅខាងក្រោយវត្តទីបេអញ្ចឹងដីប្រឡោះកដាលនេះមានទទឹង15ម៉ែត្រគុណនឹង74ម៉ែត្រស្មើនឹង1110បើរួមទាំងกระดาษស្នាមផងប្រហែលជា1200ម៉ែត្រការ៉េអញ្ចឹងក្នុង1ម៉ែត្រការ៉េ1000ដុល្លារចឹងអាត្មាភាពធ្លាប់បានចម្រើនពរញាតិញោមឲ្យដីនៅពុទ្ធគយានេះញាតិញោមគឺហៅថាជាកន្លែងដែលសម្បូរជាកន្លែងដ៏ស័ក្តិសិទ្ធិជាកន្លែងដែលច្រកចូលព្រះនិព្វានដំណើរទៅកាន់ព្រះនិព្វានគឺចូលតាមច្រកពុទ្ធគយានេះហើយចូលតាមច្រកគយាសីស័កនេះហើយព្រោះអញ្ចឹងឲ្យបានពុទ្ធបរិស័ទទាំងអស់នាំគ្នាមានការចាប់អារម្មណ៍ជាទីរីករាយនៃពុទ្ធបរិស័ទនាំគ្នាទៅធ្វើពិធីកម្មធំសម្បើមក្រៃលែងណាស់អញ្ចឹងឲ្យបានដីនឹងឡើងថ្លៃហើយដីនេះញោមសូមបញ្ជាក់ថានៅខែ11នេះយើងត្រូវចប់កុងត្រាព្រោះយើងកុងត្រាគេទៅ5ឆ្នាំ
ដល់ចប់កងត្រាបើសិនបើយើងអត់មាននីតិវិធីបន្តកងត្រាតទៅទៀតទេបើគេបន្តឲ្យទេអាចដាច់ហើយពួកបច្ច័យតកនោះអញ្ចឹងណាទី1ហើយទី2បើយើងតគេក៏ក្នុងតម្លៃថ្មីអាច1ការ៉េ2500ទៅ3000ដុល្លារអញ្ចឹងកុំថាឡើយ1ការ៉េប៉ុណ្ណឹងញាតិញោម1ការ៉េ3000 5000 1ការ៉េ10000 1ការ៉េដី1ការ៉េមាសក៏ត្រូវតែយកដីនឹងឲ្យបានដើម្បីបានជាវត្តពុទ្ធសាសនាកម្ពុជាយើងក្នុងឆាកអ្នកកាន់ពុទ្ធសាសនាអន្តរជាតិចឹងសូមមេត្តាចូលរួមចំណែកហើយក្នុងវត្តទាំង10នេះញាតិញោមសំណុំពរឲ្យកសាងវត្តទី10បងហើយវត្តទី10គឺហៅថាវត្តខ្មែរព្រះពុទ្ធគោតមក្រុងណយដាបងវត្តខ្មែរពុទ្ធគោតមក្រុងណយដាដូចជាបានបង្ហាញសកម្មភាពនេះញាតិញោមបរិស័ទទាំងអស់ដីយើងមានទទឹង100.6 ម៉ែត្រនិងបណ្ដោយ121ម៉ែត្រណាគិតទៅជាង1ហិកតាក្នុង1ម៉ែត្រការ៉េ$70រួមទាំងกระดาษស្នាមទាំងអស់ឥឡូវនេះបានញាតិញោមដែលចូលដំបូងគឺឧបាសកភាវសានឧបាសិកាប៉ក់សុប៊ុនណានៅប្រទេសអូស្ត្រាលីចូល30ម៉ែត្រការ៉េស្មើនឹង2100ក្រៅពីនោះញាតិញោមចូលបានខ្លះ1ម៉ែត្រការ៉េ2ម៉ែត្រការ៉េ10ម៉ែត្រការ៉េអីខ្លះប៉ុន្តែគាត់ថាមិនទាន់បានប្រមូលឈ្មោះញាតិញោមណាអញ្ចឹងហើយបច្ចុប្បន្ននេះនឹងអាត្មាភាពបានបញ្ជូនក្រុមប្រសង់ការងារយើងទៅហើយបងណាតាំងពីថ្ងៃទី24ថ្ងៃទី24ឥឡូវថ្ងៃទី14ទៅហើយក៏ទៅជាង10ថ្ងៃនឹងបាននឹងបង្ហាញសកម្មភាពញាតិញោមតាមក្រោយអានេះគឺរូបភាពចាស់បងណាបងនឹងរូបភាពចាស់ឥឡូវមិនទាន់បានអាប់ដេតនៃរូបភាពអញ្ចឹងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់នឹងគម្រោងនៃការកសាងវត្តទី10នេះគឺកសាងមុនគេទី1កសាងរបងប៉ុតជំវិញហើយទី2កសាងបង្គន់8បង្គន់មួយចំនួន$2000ទី3កសាងបន្ទប់សម្រាប់ស្នាក់នៅ10បណ្ដោះអាសន្នបន្ទប់មួយចំនួន$4500មានបង្គន់2ហើយទី4នឹងកសាងអគារមហាកុដមួយខ្នងណាមាន60បន្ទប់ក្នុងមួយបន្ទប់$10000អញ្ចឹងសូមប្រជាពុទ្ធបរិស័ទពុកម៉ែបងប្អូនលោកយាយលោកតាម៉ាកងទាំងអស់ណាសូមអញ្ជើញចូលរួមទាំងអស់គ្នាហើយបច្ចុប្បន្ននេះយើងគឺបានត្រូវចំណាយច្រើនណាជាវណាបុកដងទឹកធ្វើជាវម៉ាស៊ីនភ្លើងជាវពូកជាវខ្នើយចានឆ្នាំងហើយម៉ាស៊ីនចម្រោះទឹកអីផ្សេងទាំងអស់ត្រូវចំណាយច្រើនអញ្ចឹងវត្តទី10នេះខ្ញុំជាកន្លែងដ៏សំខាន់កន្លែងសម្រាប់ចុះចតណាញាតិញោមចុះពីលើយន្តហោះផងញាតិញោមនឹងធ្វើដំណើរត្រឡប់មកវិញផងគឺកន្លែងចុះចតនៅកន្លែងហ្នឹងហើយជាកន្លែងបន្តដំណើរទៅកាន់ភ្នំហែមពៀននឹងអញ្ចឹងបានន័យថាយើងស្នាក់នៅប្រហែលជា4ឬ5ថ្ងៃអញ្ចឹងសូមញោមពុទ្ធបរិស័ទទាំងអស់ចូលរួមកសាងវត្តទី10ដូចបានពលមកនេះហើយឆ្នាំនេះសោតញាតិញោមអាត្មាភាពនឹងធ្វើធម្មយាត្រាញាតិញោមមកចុះឈ្មោះជាបន្តអញ្ចឹងញាតិញោមអាចអញ្ជើញមកចុះឈ្មោះយកតែម្នាក់1000ទេពីភ្នំពេញទៅក្រុងញូដេលីហើយពីក្រុងញូដេលីមកកាន់ទីក្រុងភ្នំពេញវិញចំនួន20ថ្ងៃប៉ុណ្ណឹង20ថ្ងៃ$1000ហើយក្នុងនោះយើងនឹងរៀបចំធ្វើអង្គកឋិនទានដង្ហែទៅកាន់វត្តទាំង10ណាញាតិញោមអាចធ្វើជាម្ចាស់កឋិនបានគ្រប់គ្នានៅទីណាក៏ដោយឲ្យតែមានបំណងធម៌នៅក្នុងចិត្តអញ្ចឹងញាតិញោមទាំងអស់បើយល់ថាព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាបុគ្គលដែលស្ថិតនៅក្នុងចិត្តអស្ចារ្យសម្រាប់ញាតិញោមសូមអញ្ជើញបូជាទឹកដីរបស់ព្រះអង្គគ្រប់គ្នាទាំងអស់ដើម្បីបានជាប្រយោជន៍ហើយមួយទៀតអាត្មាភាពនឹងប្រពធ្វើបន់ផ្កាប្រាក់នៅថ្ងៃទី22ខែមិថុនាខាងមុខនេះឥឡូវថ្ងៃទី14ហើយនៅសល់6ថ្ងៃទៀតតែប៉ុណ្ណោះអញ្ចឹងសូមអញ្ជើញញាតិញោមពុទ្ធបរិស័ទទាំងអស់មកចូលរួមឲ្យបានច្រើនកកនៅក្នុងពិធីបុណ្យផ្កាប្រាក់នេះដើម្បីយកបច្ច័យទៅកសាងវត្តទី10អញ្ចឹងប៉ុណ្ណឹងចោញាតិញោមសូមពុទ្ធបរិស័ទទាំងអស់ណាតាំងចិត្តតាំងស្មារតីមានសេចក្តីព្យាយាមណាដោយមានទាននាមយៈសីលមយៈភាវនាមយៈធ្វើទាំងឡាយទាំងពួងមិនធ្វើដើម្បីនរណាទេគឺធ្វើដើម្បីតែខ្លួនយើងហើយក្នុងការរៀបរាប់ពលសម្ដែងកសាងវត្តទាំង10ណាថាជាដែនដីដ៏អស្ចារ្យដែនដីដែលមានរដ្ឋមានអំណាចនេះគាត់ថាសម្ដែងតាមពាក្យរបស់ពុទ្ធញាតិញោមបានស្ដាប់ហើយញាតិញោមពិចារណាមើលថាបើសិនតែព្រះអង្គពុយមេត្តានិយាយមិនពិតណាប្រាសចាក់ពីគម្ពីរទេអានឹងក៏ស្រេចលើញាតិញោមចោប៉ុណ្ណាបើថានិយាយទៅការពិតថាជាពាក្យមានប្រយោជន៍ញាតិញោមអាចធ្វើបុណ្យទៅបានបុណ្យច្រើនសម្រាប់ខ្លួនឯងញាតិញោមអញ្ជើញចូលរួមអញ្ចឹងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏នៅតែមានញាតិញោមចូលរួមជាបន្តតិចតួចនេះអញ្ចឹងបានន័យថាជាង20ឆ្នាំនេះណាបានវត្តដល់ទៅ10ញាតិញោមគឺពេលវេលាខ្លីមែនទែនហើយសំខាន់បានតដីអញ្ចឹងនៅកសាងជាច្រើនទៀតអញ្ចឹងសូមញាតិញោមជួយបន្តហើយញាតិញោមដែលបានចូលរួមជាមួយអាត្មាខ្លះក៏ចែកឋានទៅខ្លះក៏ឈឺចាស់អីចឹងទៅខ្លះក៏អ្នកចំនួនក្រោយហ្នឹងភាគតិចបើអញ្ចឹងបើអ្នកពពកបរោះពពកនារីបានចែកឋានទៅយើងសល់ជារបស់ទាំង10នេះយើងថែរក្សាបានជាស្រែបន់ដល់ប្រសើរសម្រាប់
ខេមរៈជនយើងគ្រប់ចំនួនតាំងនៅអស់100,000ឆ្នាំរំទល់ញាតិញោមគឺវត្តយើងទាំង10នឹងអាចតាំងនៅរហូតដល់សាសនាព្រះសម្មាសម្ពុទ្ធពុទ្ធនិមិត្តបត្រីក៏មិនដឹងដែរអញ្ចឹងញាតិញោមណាអញ្ចឹងសូមចូលរួមទាំងអស់គ្នាដើម្បីបានជាបុណ្យជាកុសលអញ្ចឹងសេចក្តីយ៉ាងណាញាតិញោមទាំងអស់បន្តអំពីប្រធានបទស្ដីអំពីពុទ្ធប្រវត្តិសូមជើញលោកហេតុណហមនិងលោកគ្រូមេសុផុនបកស្រាយជាបន្តដូចតទៅគណៈសាធុទាំងអរគុណអង្គគ្រូទាំងហ្នឹងហើយកូនចាស់គ្រប់អង្គពុទ្ធបរិស័ទយើងបានស្ដាប់អង្គគ្រូរៀបរាប់អំពីវត្តទាំង10បើយើងគិតឲ្យដល់ទៅវត្តទាំង10នេះគឺជាកំណប់ទ្របមួយដ៏ធំបងណាបងណាជាកំណប់ទ្របមួយដ៏ធំសម្រាប់មិនត្រឹមថាកំណប់គឺថាមហាកំណប់គណៈមហាកំណប់ណាមហាកំណប់ទ្របគឺថាបើថាតាពីកន្លែងប្រសូតរហូតទៅដល់កន្លែងព្រះនិព្វានពីព្រោះថាពពកបរោះឬក៏ជនជាតិផ្សេងគេធ្វើបានតែមួយឬពីរគណៈបងដល់នេះគ្រប់កន្លែងទាំងអស់10វត្តទៅថាជាកន្លែងដ៏សំខាន់យើងដាក់មួយណាក៏ត្រូវដែរគណៈបងអញ្ចឹងណាបងសាធុណាអញ្ចឹងគឺពុទ្ធបរិស័ទយើងអាចទៅកើបបាទទៅកើបដាក់ករងដាក់បាវដាក់អីក៏បានដែរបាទអាចកើបយកបានតាមរយៈនៃការកប់កំណប់គឺបុណ្យដែលព្រះពុទ្ធជាអម្ចាស់ព្រះអង្គសម្ដែងថាបញ្ញនិធិបងណាបញ្ញនិធិកំណប់គឺបុណ្យបាទនិធិហ្នឹងគឺត្រប់ហើយទាំងត្រប់គឺកំណប់បុណ្យហ្នឹងដែលកើតចេញអំពីសទ្ធាជ្រះថ្លាពុទ្ធបរិស័ទយើងចូល120,000 1,2000តាមកម្លាំងសទ្ធាគឺជាកំណប់ដែលយើងកប់នៅក្នុងពុទ្ធសាសនាតាមរយៈវត្តទាំង10ហ្នឹងហើយយើងកើតចិត្តណាគឺថាបើកបានអញ្ចឹងបងណាបើកបានមានន័យថាបនហ្នឹងវាហុចមកឲ្យអញ្ចឹងណាបងណាណាបើយើងប្រើភាសាធម្មតាទៅបើកពីកងធនាគារហ្នឹងហើយប៉ុន្តែនេះគឺបនដែលរៀបចំចាត់ចែងមកឲ្យគឺថាធនាគារគឺបនហ្នឹងឯងដែលរៀបចំជីវិតយើងអត់ចាំបាច់ទៅបើកទេបននេះបានន័យថាទៅដល់ទីណាគឺទៅរងចាំមុនណាបនតាមជួយរហូតបើធនាគារយើងត្រូវការទៅដាក់ឲ្យត្រូវការបញ្ជាក់ឈ្មោះត្រូវការបញ្ជាក់អាស័យដ្ឋានមានការបាត់បង់កាតអាស័យដ្ឋានអីអាចបើកអត់បានទេណាបងប៉ុន្តែសម្រាប់បុណ្យគឺបុណ្យនេះគឺតាដាក់ហើយមិនត្រឹមថាការដូចជាធនាគារឬក៏យើងក្របព្រោះនៅយើងព្រោះនៅធនជាតិមកក្របបានរាប់រយរាប់ពាន់ក្របវិញអានេះគឺបានរាប់កោតមកវិញណាបងអញ្ចឹងបានន័យថាបដូរពីទ្របធម្មតាទៅយកអរិយទ្របណាបងអញ្ចឹងណាដល់អរិយទ្របនេះគឺមិនចេះភ្លេចយើងទេទោះទៅដល់ទីណាក៏ដោយតែងតែរងចាំយើងមុនជានិច្ចឧទាហរណ៍ដូចជានិន្ទយឧបាសកដែលកសាងកុដិហើយថ្វាយព្រះសម្មាសម្ពុទ្ធនោះពួកទេវតាគាត់ប្រមាណ12យកដោយជុំវិញរងចាំគាត់នោះអញ្ចឹងណាផុសចាំនៅនឹងឬក៏ឧបាសកផ្សេងដែលជាអ្នកមានសទ្ធាជ្រះថ្លាធ្វើអីគឺថាបុណ្យនឹងតែងរងចាំជានិច្ចហើយកុំថាឡើយញោមទៅដល់ឋានណាក៏ដោយហើយកុំសង្ឃឹមថាញាតិញោមបានទៅស្គាល់ឋាននរកអីសោះពីព្រោះថាដោយអំណាចបុណ្យនេះអញ្ចឹងណាថាបុណ្យហ្នឹងគឺញាតិញោមបន្ទល់ទៅមកក្នុងថាបើថាអស់មកកើតក្នុងឋានមនុស្សហើយមកឋានមនុស្សក៏ជាមនុស្សទេវទៀតតែមនុស្សដែលមានលក្ខណៈជាទេវតាមានសរិយុមានឋានៈខ្ពង់ខ្ពស់ឬក៏គ្រួសារដែលមានសមាទិដ្ឋិជួបតែអស់លោកសពរស់បានស្ដាប់ធម៌អូដូចថាបើនិយាយដូចជាសប្បាយដែរអញ្ចឹងណាអញ្ចឹងរឿងអីដែលញាតិញោមពុទ្ធបរិស័ទទាំងអស់ទម្រាំនឹងបានជួបនៅក្នុងទឹកដីព្រះនេះមានប្រសង់យើងដឹកនាំកសាងហើយញាតិញោមទាំងអស់បានស្ដាប់ហើយនឹងឮហើយមានសទ្ធាជ្រះថ្លាហើយទៅចូលរួមសួរថាតើដើម្បីទៅណាគឺដើម្បីតែខ្លួនយើងតែប៉ុណ្ណោះអញ្ចឹងណាអញ្ចឹងបានន័យថាអ្វីទាំងអស់ញាតិញោមពុទ្ធបរិស័ទទាំងអស់យល់ហើយពាក្យថាអ្នកខ្លះឮតែទឹកដីពុទ្ធភូមិហ្នឹងគេធ្វើហីអញ្ចឹងបាទកណាគេធ្វើបង្ងើយអញ្ចឹងដូចតែខ្លួនឯងពេលមានបើអ្នកនោះជាអ្នកកាន់ពុទ្ធសាសនាមែនប៉ុន្តែគាត់ថាជាអ្នកមិនយល់ទេកណាបងទី1ហើយទី2ជាអ្នកគាត់តែឮតាមគេរបៀបជាមង្គលភ្ញាក់ផ្អើលហ្នឹងណាកណាបានឮតែរឿងពុទ្ធដែនដីពុទ្ធភូមិអត់ភ្ញាក់ផងណាបើផ្នែកខាងឧបាសកបាសិកាឬក៏បើមិនបាច់ចានិយាយរឿងអរិយបុគ្គលទេអរិយបុគ្គលព្រះបរមពុទ្ធសាសនាគាត់ទៅឮដែនដីពុទ្ធភូមិគាត់ឮពុទ្ធភ្ញាក់តែហ្មងណាណាភ្ញាក់តែហ្មងកុំថាឡើយទ្រព្យសម្បត្តិយ៉ាងណាគឺថាបូជា
ខ្ទេចអស់សំបីតំណែងស្ដេចចក្រពត្តិដែលគេតែងតែចង់បាននោះក៏បូជាទាំងអស់សុខចិត្តទៅបួសជាភិក្ខុធម្មតាជាមួយនឹងព្រះសម្មាសម្ពុទ្ធអញ្ចឹងណាហើយបើផ្នែកខាងឧបាសកបាសិកាគាត់លើថាដែនដីព្រះភ្ញាក់អញគ្រប់តែគ្នាហ្នឹងបើប៉ុន្តែគាត់ថាភាកតិចទេអាត្មាភាពធ្លាប់ដើរចែកសម្បត្តិធ្លាប់ដើរប្រាប់គេថាអូកសាងដែនដីព្រះអញ្ចឹងនៅខ្លះគេធ្វើហើយអញ្ចឹងណាប៉ុន្តែគាត់គឺអ្នកកាន់ពុទ្ធសាសនាដែរគាត់គឺជាពុទ្ធមេវិកជនដែរហើយមានថាបសក់ទៅចោះដល់ពេលលោកនោះក៏អញ្ចឹងដែរមានពេលខ្លះឃើញមិនដឹងថាមានចិត្តចង្អៀតចង្អល់ឬក៏ចំណែនឬក៏អ៊ីសាយ៉ាងណាអត់ដឹងទេប៉ុន្តែធ្វើលោកដូចជាមិនទេប៉ុន្តែគាត់ថាជាពុទ្ធជនមានខ្លះប៉ុន្តែលោកក៏មានល្អលោកក៏មានអាក្រក់អញ្ចឹងណាផ្សក់ក៏មានល្អផ្សក់ក៏មានអាក្រក់ដូចគ្នាអញ្ចឹងមានពេលខ្លះលោកខ្លះសំដែងអើយញោមអើយកាលញាតិញោមទៅចូលដែនដីព្រះថាញោមឲ្យទៅចូលអីនៅដែនដីឥណ្ឌានៅស្រុកព្រះអាដើមពោស្រុកយើងក៏មានដែរពុទ្ធប្រសូតត្រាស់ដឹងសម្ដែងធម្មចក្រស្រុកយើងក៏មានដែរចាំបាច់ទៅបូជាណាបានបន់ធ្វើណាក៏បានបន់ដែរអញ្ចឹងណាអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់មានប្រាជ្ញាជាតួបញ្ញាយល់ដឹងដោយខ្លួនឯងបើមិនអញ្ចឹងធម្មជាតិតាក់តែងព្រះអង្គប្រសូតនៅកម្ពុជានៅអាមេរិកនៅចិនណាមិនអញ្ចឹងនៅសហព័ន្ធយុរ៉ុបមិនចាំបាច់ទៅកណ្ដាលចម្ពោះទ្វីបទៅអីអញ្ចឹងនេះគឺថាកន្លែងប្រសូតហ្នឹងគឺថាក្បែរគ្នាអត់ឆ្ងាយគ្នាទៀតបើឆ្ងាយគ្នាពីប្រទេសមួយទៅប្រទេសមួយអាត្មាគឺថាអូជួននេះជួននេះនោះអត់ឆ្ងាយទេនិយមគាត់ណា3អង្គដែលនៅជិតគ្នាគឺបកុកសន្ធោបកនអ្នកកមនោព្រះសមណគោតមញាតិញោមគឺថា30គីឡូពីគ្នាឬក៏7គីឡូពីគ្នាទេអញ្ចឹងណាហើយក៏មួយទៀតគឺថាព្រះកាសបៈតាមគម្ពីរលោកប្រសូតនៅក្នុងព្រៃឥសីបតនមฤគទាយវ័នដែរអញ្ចឹងបានថាក្នុងកឡោនតាដែនដីព្រះហ្នឹងអញ្ចឹងដល់អរិយមេត្រីហ្នឹងអាចនឹងក្នុងព្រៃឥសីបតនមฤគទាយវ័នទៀតអញ្ចឹងបានន័យថាមិនឆ្ងាយគ្នាទេហើយបើកន្លែងប្រសូតមិនឆ្ងាយគ្នាទេហើយដល់កន្លែងត្រាស់ដឹងតែមួយហើយដល់កន្លែងសម្ដែងធម្មចក្រតែមួយហើយដល់កន្លែងដែលវត្តចេតពុនជើងក្រេហ្នឹងតែមួយហើយដល់កន្លែងចុះពីឋានទេវលោកមកសង្កាសៈហ្នឹងតែមួយអញ្ចឹងលោកគ្រូអាចលាក់ចិត្តដីហ្នឹងអញ្ចឹងហើយណាមួយញាតិញោមទីក្រុងទាំងឡាយក្រុងរាជក្រឹសក្រុងកុសាវតីក្រុងសាវត្ថីអីទាំងអស់ហ្នឹងគឺថាតាមកាពិតកន្លែងតែមួយគាត់តែមានពេលខ្លះដូរឈ្មោះមែនលោកគ្រូដូរឈ្មោះដូចជាកុសេនារាពីដើមទីក្រុងកុសាវតីអញ្ចឹងក្នុងសម័យព្រះសម្មាសម្ពុទ្ធយើងកើតជាស្ដេចចក្រពត្តិដល់ពេលក្រុងរាជក្រឹសមានពេលខ្លះក្រុងរាជក្រឹសមានពេលខ្លះក៏ដាក់ឈ្មោះផ្សេងហើយដល់ពេលពរាណសីភាគច្រើនឈ្មោះថាពរាណសីដដែលប៉ុន្តែដល់ក្នុងសម័យអរិយមេត្រីគឺឈ្មោះទីក្រុងកេតុមាលាហ្នឹងកេតុមាលាគឺជាទីក្រុងដែលគ្រប់គ្រងលោកទាំងមូលនេះអញ្ចឹងបានន័យថាកន្លែងប្រសូតកន្លែងត្រាស់ដឹងកន្លែងសម្ដែងធម្មចក្រមិនព្រះអង្គអាចដាក់បានខ្លួនឯងទេគាត់នៅព្រះអង្គប្រព្រឹត្តតាមធម្មជាតិសង្ខារតាក់តែងតែប៉ុណ្ណោះអញ្ចឹងលោកគ្រូបានន័យថាធម្មជាតិលោកតាក់តែងនៅកន្លែងហ្នឹងទៅហើយមិនមែនព្រះអង្គទៅតកន្លែងនេះអត់ទេគាត់ថាពុទ្ធមុនទំនៀមពុទ្ធមុនលំអានពុទ្ធមុនយ៉ាងណាព្រះសម្មាសម្ពុទ្ធក្រោយគឺទៅតាមនឹងឲ្យតែមានបរមីគ្រប់គ្រងហើយប្រព្រឹត្តទៅតាមលក្ខណៈធម្មជាតិទៅតាមសង្ខារតាក់តែងអញ្ចឹងលោកគ្រូមិនមែនថាអូខ្ញុំជាអ្នកមានបរមីគាត់ខ្ញុំចង់ទៅកន្លែងនេះខ្ញុំចង់ទៅធ្វើកន្លែងត្រាស់ដឹងនៅប្រទេសចិនម្ដងមើលខ្ញុំចង់ទៅប្រសូតនៅអាមេរិកម្ដងមើលអត់ទេអញ្ចឹងលោកគ្រូមុននឹងចាប់ផ្ដើមប្រសូតយើងបានស្ដាប់ហើយគឺនៅព្រះអង្គប្រមាលមើលនៅមហាបញ្ចវិលោកនោះតើពុទ្ធមុនធ្លាប់ប្រសូតក្នុងតកូលណាខ្លះហើយក្នុងទីណាខ្លះហើយកន្លែងណាខ្លះអញ្ចឹងគឺថាក្នុងបញ្ចវិលោកទាំង5តើមើលហើយបានអូពុទ្ធទៅកន្លែងនេះសំបីតែពធទាំងអស់ខ្ញុំអត់មានខុសគ្នាអីបន្តិចទេធម៌ចាស់ដែលពុទ្ធត្រាស់ដឹងយ៉ាងណាគឺនៅធម៌ដដែលកន្លែងចាស់ប្រសូតត្រាស់ដឹងសម្ដែងធម្មចក្រយ៉ាងណាគឺព្រះអង្គមើលបញ្ចវិលោកមកប្រសូតដូចគ្នាអញ្ចឹងអត់មានខុសគ្នាដល់ពេលព្រះអង្គខ្លះលោកសម្ដែងអញ្ចឹងណាហើយធ្វើឲ្យញាតិញោមទាំងអស់ដែលមានប្រាជ្ញាតិចដែលមានការរៀនសូត្រតិចមានការយល់ដឹងតិចអញ្ចឹងទៅគាត់អសធាតែយីអញឮថាពេញចិត្តដីពលឺតែព្រះអង្គពេញចិត្តណាតាមដែលអញយកព្រះអង្គទុកជារៀងរាល់ថ្ងៃនេះបានន័យថាយកព្រះអង្គជាទីពឹងប៉ុន្តែពេលលោកមួយនោះថាអញ្ចឹងដល់ឮនោះគេថាអញ្ចឹងមិនចឹងលោកគ្រូអញ្ចឹងថាខ្លះគេថាយកមួយយើងធ្វើពុទ្ធសាសនាទាំង4កន្លែងនេះកន្លែងប្រសូតត្រាស់ដឹងបានដូចបុណ្យដូចគ្នាបានច្រើនចឹងនោះផងគេថាអញ្ចឹងណានឹងទី1ទី2គេថាដើមពោធិព្រឹកយកមួយនេះដើមពោយើងក៏មានដែរចាំបាច់តែដើមពោឯនោះណាចំណុចនេះយើងធ្លាប់បានរៀបរាប់ខ្លះលោកគ្រូប៉ុន្តែគាត់ថាអញ្ចឹងលើថាយកតើយើងប្រព្រឹត្តតាមធម្មជាតិតើយើងកើតមកចាស់ឈឺស្លាប់មែនដែរឬអត់មិនចឹងលោកគ្រូហ្នឹងធម្មជាតិយើងកើតមកចាស់ឈឺស្លាប់ដោយព្រះអង្គសម្ដែងមែន
អញ្ចឹងដល់ពេលការធ្វើបុណ្យណាតកើតក្នុងឋានសួគ៌ទៅកើតក្នុងនរកអីព្រះអង្គមិនអាចបញ្ជាថានេះតកើតនរកអានេះតកើតសួគ៌អត់ទេគឺគាត់តែប្រាប់ថាអ្នកធ្វើអំពើយ៉ាងនេះនឹងតកើតក្នុងសុគតិភពធ្វើអំពើយ៉ាងនេះនឹងតកើតក្នុងឋានសួគ៌អញ្ចឹងលោកគ្រូហ៎ណាបងព្រះអង្គមានសិទ្ធិដូចថាតាមចង្អុលបង្ហាញដែលព្រះអង្គឃើញដោយបញ្ញាចក្ខុដោយការត្រាស់ដឹងរបស់ព្រះអង្គហើយនាំយកនៅរឿងរ៉ាវទាំងឡាយទាំងពួងនោះមកសម្ដែងប្រាប់ដល់ពួកវិន័យសត្វមានមនុស្សនិងទេវតាជាដើមអញ្ចឹងបុគ្គលណាចង់បានទៅឋានសួគ៌ធ្វើអញ្ចឹងទៅណាបងបើណាចង់បានទៅឋាននរកអានឹងធ្វើអាក្រក់ទៅណាអត់មានអ្នកណាហាមឃាត់ទេអញ្ចឹងនៅក្នុងលោកនេះលោកីយភូមិនេះញាតិញោមគឺដូចថាធ្វើអាក្រក់ក៏បានធ្វើល្អក៏បាននេះវាខុសអំពីឋានសួគ៌នេះអញ្ចឹងណាវាខុសអំពីឋាននរកគឺតើអ្នកធ្វើអាក្រក់បានទៅបានដល់ឋានសួគ៌តើអ្នកធ្វើល្អមិនទៅបានអញ្ចឹងវាខុសគ្នាអញ្ចឹងលោកគ្រូអើយណាបងអញ្ចឹងបានន័យថាខ្លះគេថាដើមពោអើយដើមពោយើងក៏មានដែរណាមកបូជាដើមពោយើងមកមែនអីដើមពោយើងទោះបីជាអ្នកណាកាប់អ្នកណាកោះយ៉ាងណាគឺអត់មានទោសទេមិនចឹងគ្រូអីណាបងពីព្រោះថាជារបស់សាធារណៈជារបស់ដែលដោះឯងដែលពុំមានរឿងប្រវត្តិសាស្ត្រដែលមិនជាប់ពាក់ព័ន្ធជាមួយអ្វីមួយមិនចឹងគ្រូណាណាបងប៉ុន្តែដល់ដើមពោធិព្រឹកនេះវាជាប់ពាក់ព័ន្ធជាមួយនឹងសហជាតិវត្ថុណាដែលកើតព្រមព្រះអង្គនៅត្រង់កន្លែងផ្ចិតផែនដីហើយដល់ដើមពោនេះគឺគណៈគេសម្គាល់ថាអត់ពីព្រះអង្គទៅគឺមានដើមពោនេះហើយជាតំណាងមិនចឹងហីណាបងហើយដល់ពេលតំណាងចឹងទៅពុទ្ធបរិស័ទទាំងយើងទាំងគេគឺថាជាដើមពោពិតប្រកបមែនជាកន្លែងនឹងមែនអញ្ចឹងទេបានថាផ្នែកខាងអាជ្ញាធរគេហ្នឹងណាពាក់ព័ន្ធនឹងទីផ្សារសេដ្ឋកិច្ចពាក់ព័ន្ធនឹងជំនឿសាសនារបស់ពិភពលោកនេះអញ្ចឹងទៅគេទៅថែរក្សាកុំថាឡើយអ្នកណាប្រទេសណាចង់ទៅកំតិចចង់ទៅអីអត់បានទេកណាបងអញ្ចឹងឃើញពួកចាមពួកសាសនាផ្សេងតាមព្យាយាមកំតិចជាច្រើនប៉ុន្តែក៏នៅតែមិនខ្ទេចដែរអញ្ចឹងហើយបច្ចុប្បន្ននេះឥណ្ឌាថែរក្សាការពារណាពីព្រោះថាគាត់តែដើមពោមួយកន្លែងព្រះអង្គត្រាស់ដឹងមិនដឹងថាទាញសេដ្ឋកិច្ចបានប្រមាណមួយឆ្នាំប្រមាណប៉ុនលានដុល្លារទេអញ្ចឹងរឿងអីដែលគេមិនកសាងនោះហើយតិចទៅប៉ះទៅកេះកមអីទៅកាប់ដើមពោបន្តិចនេះជាប់គោកឥឡូវហ្នឹងណាមានទោសទៀតនឹងមានទោសថាឯងចង់ទៅបហាដើមពោគេដែលជាដើមពោត្រាស់ដឹងជាដើមពោដែលគេជឿវត្ថុស័ក្តិសិទ្ធិសំបីអ្វីក៏ដោយដែលជាវត្ថុស័ក្តិសិទ្ធិដែលសង្ខារតាក់តែងមកប្រកាសជាមានរិទ្ធប្រកាសជាមានអំណាចប្រកាសជាប៉កែអញ្ចឹងគ្រូហើយកណាបងអញ្ចឹងដល់ពេលយើងចេះតែយកមកអធិប្បាយអត់គិតហើយញាតិញោមដែលខ្វះប្រាជ្ញាទៀតអាហ្នឹងគឺទៅហើយអូដូចតែគ្នាទេអើយណាមិនចឹងគ្រូហ៎ណាកន្លែងហ្នឹងតាមពិតគឺវត្ថុដែលគួរដល់ការបូជាហ្នឹងមាន4ដែលព្រះអង្គសម្ដែងហ្នឹងគឺទី1គឺព្រះបរមសរីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធហើយទី2ឧទេសកចេតិយហើយទី3ហ្នឹងបរិភោគចេតិយបរិភោគចេតិយហ្នឹងគឺសំដៅដល់វត្ថុដែលគួរដល់ការបូជាហ្នឹងមានដើមពោធិព្រឹក្សមានជីវរមានបកនកតមានទីកន្លែងដែលព្រះអង្គធ្លាប់គង់ធ្លាប់អាស្រ័យហ្នឹងហៅថាបរិភោគចេតិយហើយវត្ថុហ្នឹងគួរបូជាគួរគោរពគួរកោតក្រែងហើយបើសិនបើបុគ្គលណាមានការចង់ទៅបំផ្លាញចង់ទៅកាប់ចង់ទៅសម្លាប់ចង់ទៅបៀតបៀនអីហ្នឹងមានទោសស្មើនឹងអនន្តរយកម្មដែរអញ្ចឹងណាបងណាហ្នឹងហៅថាធម្មតាញាតិញោមដូចថាស្មើនឹងអនន្តរយកម្មណាដល់ដើមពោធិព្រឹក្សនឹងទៀតថាអនន្តរយកម្មទោសខាងបរលោកខាងមុខប៉ុន្តែបច្ចុប្បន្ននេះដាក់គុកគ្មានថ្ងៃចេញទេទៅគុកទៀតណាដាក់គុកហើយនឹងធ្វើទុកហៅទោសទរណកម្មគ្មានថ្ងៃចេញទេពីព្រោះថាអ្នកឯងទៅបំផ្លាញវត្ថុស័ក្តិសិទ្ធិរបស់គេថាមិនដឹងថាស័ក្តិសិទ្ធិស្អីទីខ្ញុំគិតមើលគ្រាន់តែអ្នកទៅក្រោមដើមពោធិព្រឹក្សគាត់អ្នកចង់ទៅពុទ្ធគយាថ្វាយអង្គមយកមើលគាត់នៅវីសាហើយបើយើងធ្វើអនឡាញ60ម្នាក់3ខែឬក៏1ឆ្នាំអញ្ចឹងណាបើយើងទៅធ្វើនៅស្ថានទូតលេខសមម្នាក់100នោះណាបងចឹងញោមតើមកដូចថាពិភពលោកនេះអ្នកណាមិនចង់ទៅកន្លែងនោះតើប្រហែលពាន់លានអ្នកដែលចង់ទៅនោះអញ្ចឹងណាហើយទៅចង់ទៅថ្វាយអង្គមព្រះនោះចឹងគាត់ថាម្នាក់ចុះ100ចុះ10នាក់1100នាក់10000ចុះ10000នាក់មួយសានចុះដល់ទៅរាប់ពាន់នាក់ដល់ទៅរាប់លាននាក់នោះប្រហែលទៅគាត់ទៅថៃមួយឆ្នាំជាង1លាននាក់ហើយគាត់ទៅយើងជាង2000នាក់អីចិនហើយវៀតណាមដល់វៀតណាមមួយឆ្នាំប្រហែលជាដូចថា50000ទៅ60000នាក់ដែរទៅណាកណាបងឥឡូវវៀតណាមច្រើនជាងគេពោះវៀតណាមគេមានជើងយន្តហោះគេពីហៅថាហូជីមិញទៅចុះនៅកាល់កាតាអញ្ចឹងណាឥឡូវយើងមានពីភ្នំពេញទៅក្រុងញូដេលីអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់ឥឡូវទៅកាន់តែច្រើនជាងឆ្នាំមុនបន្តិចអញ្ចឹងណាគាត់ចាប់ផ្ដើមភ្ញាក់អញ្ចឹងចាប់ផ្ដើមប៉ុន្តែថាទោះយ៉ាងណាក៏ដោយថ្មជឿថាប្រហែលជា10 20ឆ្នាំទៀតយើងមានទីផ្សារសេដ្ឋកិច្ចល្អប្រទេសជាតិយើងមានសន្តិភាពហើយជីវភាពញាតិញោមក៏ធូរធារអញ្ចឹងទៅដូចតែគេដូចតែឯងហ្នឹងឥឡូវញាតិញោមកាលមុនទៅញាតិញោមមើល1400នៅលោកគ្រូកាលយើងទៅឆ្នាំ2007ណាព្រោះយើងសុំគេដេក
ការលុតគ្រូទៅ2008ណា2008 ឬ9ហ្នឹងអញ្ចឹងណាអញ្ចឹងគិតមើលញាតិញោមតាំងពីយូរយារណាស់ដល់លេង1400ឥឡូវលេងចុះមកនៅ1000ចុះមកនៅ1000កាលនោះញាតិញោមឡានជួលតាម$1200ទេមួយជុំឥឡូវឡាន3000ទៅជិត4000មួយជុំអញ្ចឹងហើយឡើងហើយសម្បត្តិយន្តហោះប្រហែលជានៅដដែលខុសគ្នាបន្តិចតួចប៉ុន្តែថ្លៃមហូបមហាឡើង1គុណនឹង5ទៅហើយអញ្ចឹងប៉ុន្តែឥឡូវកាលមុន1400ឥឡូវយើងនៅតែ1000ដោយសារយើងមានវត្តគ្រប់កន្លែងអញ្ចឹងយើងជួលតឡានគេមកសល់បន្តិចតួចអញ្ចឹងយើងគិតតែដាំបាយខ្លួនយើងអញ្ចឹងទៅដោយសារតែក្រុមការងារយើងមានអ្នកស្ម័គ្រចិត្តឲ្យប្រាក់ខែថោកឲ្យក៏ឲ្យមិនឲ្យក៏ហីទៅណាអញ្ចឹងទេមានអ្នកជំនួយចឹងទៅបានថោកប៉ុណ្ណឹងបើមិនអញ្ចឹងទេញោម1500 2000ហ្នឹងទៅអត់បានផងឥឡូវយើងញោមសាក់ទៅខ្លួនឯងមើលបើអញ្ចឹងទៅគាត់ទិញសម្បត្តិយន្តហោះធ្វើវីសាហើយនឹងការជិះទៅខ្លួនឯងមើលបើមិន2000ជាងទេឲ្យមើលថាអាត្មាដល់អញ្ចឹងណាដល់ពេលយើងទៅជាមួយគេជាមួយឯងអញ្ចឹងទៅក៏ម្នាក់ដល់1000ណាអញ្ចឹងយើងចំណាយអស់តិចមានអ្នកដាំបាយមានជិះឡានអីក៏រួមគ្នាធ្វើអីក៏រួមគ្នាយើងដេកប៉ុន្តែដេកកន្លែងមិនសមរម្យទេយើងដេកនៅវត្តអញ្ចឹងបានខំកសាងវត្តនេះអញ្ចឹងបានន័យថាទោះបីយ៉ាងណាទៅពុទ្ធស្ថានគឺយើងមានពូកមួយខ្នើយមួយភួយមួយសម្រាប់ការពារគាត់ណាតែយើងពលឹមចាញ់ពលឹមចូលមកដល់ឲ្យតែមានតែកន្លែងដេកហ្នឹងដាក់ពុបលក់បាត់ហើយលោកគ្រូអញ្ចឹងហ៎កណាបងណាហើយ20ថ្ងៃនោះនិយាយពីដើរមិនយិតខ្ញុំទៅថ្វាយអង្គមព្រឹកងាយ2ដងនៅលេងព្រឹកឡើងថ្វាយអង្គមល្ងាចឡើងថ្វាយអង្គមយប់ឡើងថ្វាយអង្គមទៅកន្លែងពុទ្ធស្ថានមួយថ្ងៃ4 5កន្លែងថ្វាយអង្គមលេងមួយថ្ងៃចង់4 10ដងនោះកណាបងនេះបានហៅថាធម្មយាត្រាស្វែងបុណ្យទៅកាន់ដណ្ដីពុទ្ធគឺបានបុណ្យមែនគឺថ្វាយអង្គមម្ដងបានបុណ្យម្ដង2ដង100ដងនៅផ្ទះយើងខ្ញុំថ្វាយអង្គមបានម្ដង2ដងចាត់ទុកថាអ្នកព្យាយាមផងកណាបងអញ្ចឹងលោកគ្រូហើយដល់ពេលទៅដណ្ដីព្រះហ្នឹងដូចថាมันគ្រប់កន្លែងថ្វាយអង្គមឯណាបើគេក៏បើដូចថាមេដឹកនាំថ្វាយហើយអញ្ចឹងមកដល់ហើយត្រូវតែថ្វាយហើយកណាបងណាចង់មិនចង់ត្រូវថ្វាយអញ្ចឹងតាំងអានេះជំរុញចេតនាមកឲ្យកាន់តែមានហៅថាសទ្ធាជ្រះថ្លាឡើងនៅក្នុងដែនដីព្រះនេះទាំងបានន័យថាវិសេសវិសាលណាញាតិញោមប្រជាពុទ្ធបរិស័ទទាំងអស់ណាខំប្រឹងប្រែងទាំងអស់គ្នាអញ្ចឹងគាត់ថាកុំជឿឮតែព្រះមួយម៉ាត់គឺគ្មានបណ្ណាប្រសើរជាងព្រះអង្គទេណាព្រះអង្គជាពុជនីយបុគ្គលព្រះអង្គជាតេកនីយបុគ្គលព្រះអង្គជាបុគ្គលដ៏ប្រសើរអញ្ចឹងលោកគ្រូជាអ្នកត្រាស់ដឹងណាមកសែនចក្រវាលជានាយកនៃលោកណាមិនមែនធម្មតាទេអញ្ចឹងប៉ុណ្ណឹងចោញាតិញោមដោយសារពេលវេលាខ្លីសូមប្រគេនពរជូនពរទាំងអស់គ្នាហើយបានសម្រាប់មគ្គផលព្រះនិព្វានគ្រប់អង្គគ្នាកុំបីឃ្លៀងឃ្លាតឡើយរាត្រីសួរសម្ដីជួយនិយាយទៅ